បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាតម្រុយឆ្នោតវៀតណាមប្រចាំថ្ងៃរបស់ខ្ញុំបាទក៏បានវិលត្រឡប់មកជួបពុកម៉ែបងប្អូនទាំងអស់គ្នាសារជាថ្មីទៀតហើយអញ្ចឹងតម្រុយឆ្នោតវៀតណាមប្រចាំថ្ងៃរបស់ខ្ញុំបាទថ្ងៃនេះដែរគឺថ្ងៃទី25ខែ1ឆ្នាំ2026អញ្ចឹងតម្រុយឆ្នោតវៀតណាមប្រចាំថ្ងៃរបស់ខ្ញុំបាទក៏មានតម្រុយម៉ោង 1:30 នាទីតម្រុយម៉ោង 4:30 នាទីនិងតម្រុយម៉ោង 6:30 នាទីតម្រុយលេខអូខ្ទង់គឺមានតម្រុយអូខ្ទង់10នេះគឺជាតម្រុយលេខអូខ្ទង់រីឯតម្រុយលេខតូចគឺមានតម្រុយ4គ្រាប់តម្រុយលេខតូចគ្រាប់ទី1គឺមានតម្រុយលេខ14នេះគឺជាតម្រុយលេខតូចគ្រាប់ទី1រីឯតម្រុយលេខតូចគ្រាប់ទី2គឺមានតម្រុយលេខ44នេះគឺជាតម្រុយលេខតូចគ្រាប់ទី2រីឯតម្រុយលេខតូចគ្រាប់ទី3គឺមានតម្រុយលេខ02នេះគឺជាតម្រុយលេខតូចគ្រាប់ទី3រីឯតម្រុយលេខតូចគ្រាប់ទី4គឺមានតម្រុយលេខ7គត់នេះគឺជាតម្រុយលេខតូចគ្រាប់ទី4រីឯតម្រុយលេខធំគឺមានតម្រុយ2គ្រាប់គុណគ្រាប់ទី1គឺមានតម្រុយលេខ215គុណអញ្ចឹងតម្រុយលេខធំកុំភ្លេចគុណរីឯតម្រុយលេខធំគ្រាប់ទី2គឺមានតម្រុយលេខ800អញ្ចឹងតម្រុយគ្រាប់ទី2គឺមានតម្រុយលេខ800គុណអញ្ចឹងសូមបញ្ជាក់ម្ដងទៀតតម្រុយឆ្នោតវៀតណាមប្រចាំថ្ងៃរបស់ខ្ញុំបាទក៏មានតម្រុយម៉ោង 1:30 នាទីតម្រុយម៉ោង 4:30 នាទីនិងតម្រុយម៉ោង 6:30 នាទីតម្រុយលេខអូខ្ទង់គឺមានតម្រុយអូខ្ទង់10រីឯតម្រុយលេខតូចគឺមានតម្រុយ4គ្រាប់តម្រុយគ្រាប់ទី1គឺមានតម្រុយលេខ14តម្រុយគ្រាប់ទី2គឺមានតម្រុយលេខ44រីឯតម្រុយគ្រាប់ទី3គឺមានតម្រុយលេខ02តម្រុយគ្រាប់ទី4គឺមានតម្រុយលេខ7គត់រីឯតម្រុយលេខធំគឺមានតម្រុយ2គ្រាប់គុណគ្រាប់ទី1គឺមានតម្រុយលេខ215គុណគ្រាប់ទី2គឺមានតម្រុយលេខ800គុណអញ្ចឹងតម្រុយឆ្នោតវៀតណាមប្រចាំថ្ងៃរបស់ខ្ញុំបាទក៏មានតម្រុយតែប៉ុណ្្នឹងទេខ្ញុំបាទក៏សូមអរគុណនិងសូមជម្រាបលា